ខ្ញុំបាទថែធីឡែនសូមគោរពជំរាបសួរខ្ញុំបាទក៏សូមថ្វាយបង្គំនៅព្រះសង្ឃគ្រប់ព្រះអង្គដែលតែងតែបានចូលរួមទស្សនានៅការផ្សព្វផ្សាយនៅច្បាប់សិទ្ធិមនុស្សកម្ពុជាថ្ងៃនេះយើងមកបន្តនៅរដ្ឋធម្មនុញ្ញមាត្រា31របស់យើងបន្តទៀតបាទថ្ងៃមុនយើងបានបកស្រាយនៅមុខក្តារខៀននៅវិជ្ជខណ្ឌទី1ហើយថ្ងៃនេះនឹងបកស្រាយនឹងអានឲ្យបានដឹងនៅវិជ្ជខណ្ឌទី2ពុកម៉ែបងប្អូននៅក្នុងវិជ្ជខណ្ឌទី2នៃមាត្រា31នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់មានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាមិនប្រកាន់ដើមកំណើតពូជសាសន៍ពណ៌សម្បុរភេទជំនឿសាសនានិងនាការឬក៏ស្ថានភាពផ្សេងដទៃទៀតឡើយខ្ញុំសូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនសាធារណជនឲ្យបានច្បាស់ថានៅក្នុងវិជ្ជខណ្ឌទី2នៃមាត្រា31នេះបានបែងចែកនៅពាក្យកលឹះជា2ផ្នែកផ្នែកទី1មានន័យថាប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នានៅចំពោះមុខច្បាប់ហើយផ្នែកទី2គឺប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពដូចគ្នានិងករណីយកិច្ចដូចគ្នាមិនប្រកាន់កត្តាផ្សេងនិងស្ថានភាពផ្សេងដែលខ្ញុំបានបកស្រាយពីមុនអញ្ចឹងចាប់ផ្ដើមបន្តទៅទៀតនេះខ្ញុំនឹងបង្ហាញនៅផ្នែកទី1ដែលបានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់មានន័យថាគ្រប់ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិជាខ្មែរជនជាតិអ្វីក៏ដោយគឺយើងសំដៅលើសញ្ជាតិខ្មែររស់នៅលើទឹកដីខ្មែរអនុវត្តនៅច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់សិទ្ធិមនុស្សនៅប្រទេសខ្មែរគឺត្រូវតែមានសិទ្ធិមានអំណាចស្មើគ្នាទាំងអស់ពុកម៉ែបងប្អូននៅចំពោះមុខច្បាប់ទទួលបានការការពារទទួលបានការចាត់វិធានការទទួលបានការលើកទឹកចិត្តការគាំពៀនានាដោយមិនខ្វល់ថាបុគ្គលណាជារាស្ត្រសាមញ្ញបុគ្គលណាមានតំណែងអ្វីមានតួនាទីអ្វីមានទ្រព្យសម្បត្តិយសស័ក្តិប្រព័ន្ធណាទេឧទាហរណ៍ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងអស់នៅពេលមានវិវាទអ្វីមួយជាមួយមន្ត្រីអាជ្ញាធរខលខូចដែលប្រព្រឹត្តបទល្មើសរំលោភបំពានមកលើខ្លួនបាទពុកម៉ែបងប្អូននៅពេលដែលពលរដ្ឋខ្មែរជនរងគ្រោះម្នាក់នោះគាត់ដាក់ពាក្យបណ្ដឹងស្នើទៅដល់តុលាការឲ្យជំនុំជម្រះរបស់គាត់ជំនុំជម្រះពាក្យបណ្ដឹងរបស់គាត់ដើម្បីស្វែងរកយុត្តិធម៌ជាក់ស្ដែងណាស់នៅក្នុងរង្វង់កញ្ចក់សេះនេះនៅក្នុងអង្គជំនុំជម្រះនេះគឺជនខលខូចដែលមានតំណែងតួនាទីជាមន្ត្រីអាជ្ញាធរសមត្ថកិច្ចនោះប្រកាសជាលែងមានអំណាចតួនាទីរបស់គាត់នោះប្រកាសជាត្រូវផ្អាកសិនគឺយកតែបុគ្គលភាពនៃជាពលរដ្ឋខ្មែរម្នាក់ដូចគ្នាយកមកដើម្បីស្វែងរកនៅការពិតនិងយុត្តិធម៌ឲ្យបុគ្គលនិងភាគីម្ខាងខ្ញុំសូមបញ្ជាក់ឲ្យបានពុកម៉ែបងប្អូនបានដឹងប៉ុណ្ណេះនៅផ្នែកដែលបានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ពុកម៉ែបងប្អូនយើងក៏បន្តនៅការចែងដែលមានពាក្យថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពនិងករណីយកិច្ចដូចគ្នាមិនប្រកាន់ពូជដើមកំណើតមិនប្រកាន់ភេទសាសនាមិនប្រកាន់ពណ៌សម្បុរមិនប្រកាន់និន្នាការនិងស្ថានភាពដទៃនោះមានន័យថាគ្រប់សិទ្ធិ
nâng cả này và cách tiếng đại miên chay nơi không rót thoa một nôn đấy nơi không sẽ đây và ca chia sẻ co đây là pi sứt một nôn đấy cả tay ca sẽ nháp thì xa bằng time rót thoa một nôn ông ca thảm chia đấy đại Campuchia ăn là what nâng từ tu squat group pro chia po rót khai tiếng đại miên sành chiết tục mai bông ón nhung sai đằng liêng mà hãy con châu từ khung sắn bạn đại miên sành chiết chia khmá cứ từ từ tua ban sứt ăn được vật sứt đôi miên chay tặng nơi khung chủng phục bấy này rót thom một nồi Campuchia đây là pi sứt nên cả này là cảnh tiếng mà phây miệt trả bạnแต่ខ្ញុំបានបញ្ជាក់មុនហើយនឹងនៅក្នុងសេចក្តីប្រកាសជាសកលស្តីអំពីសិទ្ធិមនុស្សនិងសិទ្ធិនានានៅក្នុងច្បាប់អន្តរជាតិដទៃទៀតដែលខ្ញុំបានបកស្រាយមុនហ្នឹងបាទពុកម៉ែបងប្អូនដោយមិនមានការប្រកាន់នៅជាសមាជិកគណៈបកណាមានពណ៌សម្បុរខ្មៅឬសឬក៏មិនមាននៅការប្រកាន់ភេទប្រុសភេទស្រីអីទេសិទ្ធិដែលមានចែងនៅក្នុងច្បាប់ជាតិនិងច្បាប់អន្តរជាតិទាំងប្រមាណនោះត្រូវអនុវត្តស្មើគ្នាបាទដោយមិនមានការលំអៀងទេហើយថ្ងៃនេះខ្ញុំក៏បកស្រាយនៅពាក្យមួយទៀតដែលថាករណីយកិច្ចពាក្យថាករណីយកិច្ចងាយស្ដាប់ងាយបានយល់នោះគឺកាតព្វកិច្ចគឺជាអ្វីដែលត្រូវធ្វើកាតព្វកិច្ចយើងសំដៅទៅការចូលរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិនេះហើយដែលមានចែងនៅក្នុងមាត្រាទី49អញ្ចឹងពុកម៉ែបងប្អូនដែលតាមដានការផ្សាយរបស់ខ្ញុំកន្លងមកក៏បានស្ដាប់បានឮហើយដោយសារតែថ្ងៃនេះខ្ញុំបានផ្សាយនៅ outdoor ក៏មាននៅការនិយាយទាំងមេឃរលឹមហើយក៏មានបរិយាកាសនៅពីក្រោយខ្នងយើងនេះក៏មានរូបភាពទស្សនីយភាពជាច្រើននៃបងប្អូនអាចមើលឃើញខ្លួនឯងបានហើយរាល់ចម្ងល់អ្វីដែលពុកម៉ែបងប្អូនចង់ដឹងគឺអាចចូលខមមិនមកសួរខ្ញុំបានហើយខ្ញុំបកស្រាយនៅចំណេះដឹងទាំងប្រមាណដែលចូលនៅលើគោលការណ៍ច្បាប់ហើយសូមបញ្ជាក់ប្រាប់បងប្អូនថានៅពេលដែលយើងមានសភៅយើងអានតែសភៅមួយយ៉ាងគឺអត់គ្រប់គ្រាន់ទេក៏សូមឲ្យពុកម៉ែបងប្អូនតាមដាននៅការបកស្រាយរបស់ខ្ញុំមិនមែនមានអំណួតអីទេគ្រាន់ចង់បញ្ជាក់ប្រាប់ថាការបកស្រាយរបស់ខ្ញុំនេះសូម្បីតែនៅក្នុង AI ក៏អត់បានបកស្រាយច្បាស់លាស់ល្អិតល្អន់ឲ្យបានបងប្អូនងាយយល់ដូចខ្ញុំដែរអញ្ចឹងបើបងប្អូនចង់មានសិទ្ធិមានសេរីភាពដឹងពីករណីយកិច្ចរបស់ខ្លួនក្នុងការចូលរួមកសាងសង្គមជាតិការពារគ្រួសារនិងខ្លួនឯងសូមបងប្អូនណាចាប់ផ្ដើមបន្តនិងតាមដាននៅការផ្សាយរបស់ខ្ញុំបន្តទៅទៀតអ្វីដែលខ្ញុំធ្វើគឺខ្ញុំធ្វើដើម្បីខ្លួនឯងដើម្បីគ្រួសារខ្ញុំនិងដើម្បីសង្គមជាតិខ្ញុំតាមរយៈការផ្សាយច្បាប់សិទ្ធិមនុស្សនេះឲ្យពុកម៉ែបងប្អូនដឹងពុកម៉ែបងប្អូនខ្លះមិនយកចិត្តទុកដាក់ដោយសារតែអត់មានទាន់ជួបនៅវិបត្តិនឹងការរំលោភបំពាននៅពេលដែលមានការរំលោភបំពានពុកម៉ែបងប្អូនប្រកាសជាយល់នៅតម្លៃនៅអ្វីដែលខ្ញុំធ្វើអញ្ចឹងខ្ញុំសង្ឃឹមថាមានការភ្ញាក់រលឹកហើយចូលរួមសិក្សាឆ្វេងយល់ទាំងអស់គ្នាយើងសិក្សាយើងឆ្វេងយល់ហើយយើងនាំគ្នាផ្សព្វផ្សាយឲ្យរដ្ឋធម្មនុញ្ញរបស់យើងឲ្យច្បាប់សិទ្ធិមនុស្សរបស់យើងបានល្បីល្បាញឲ្យវាបានរីកសុសសាយនៅពេលដែលច្បាប់យើងល្បីទោះបីជាមានជនខិលខូចមកពីណាដែលពោលប្រាថ្នាធ្វើបាបប្រជាពលរដ្ឋបំផ្លាញប្រជាជាតិយើងក៏ខ្លាចមានការរអាដែរព្រោះយើងមានច្បាប់ល្អបាទពុកម៉ែបងប្អូនអញ្ចឹងជាចុងក្រោយខ្ញុំមានបណ្ដាំផ្ញើប៉ុណ្ណឹងក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ